Tôi khi thua vậy, bây khá giờ đây bà lời tụi tụi cọ rồi có ốp cọ lấy từ đây mà chừng nôn này miền tôi chỉ lộ hả vì chọn dân skip tịt bà tới cứ chọn tịt ngỏng phần té mình chọn prop khăn của thằng vô mỏi ta tụi khi đăng tải những cái gì ấy tí hai ta xua tha vì bà co của thằng đó dừng ọt hai vì cả lang đòi sao vậy hai dừng cua cài private đòi vị trí nè chẳng không biết đâu ní nhôm nâng bỏ sai chùm ngon ní đời xa đi chiều quay để tặng khi chuột chỉ nhật nhọt mình tên không chi phíประจำ tháng ấy này ca pra pra kỳ sinh ní được bỏ bom ổn tiền ác nỉ nơi không kỳ sinh ní níคือ chỉ bắt tập phụt mua để cạt lang đại dương hai thá chùm riệp tòng sóng rứ có phi sạp chạy tới hai thá stray voltage đại ní cứ chỉ ca riệp tòng sóng tối tối một căn tua lỗ hạ này ốp co rứ có bạn ca pra pra bảo dương đại miền tòng sóng là lớn nút tối tối thưa ao dương bà tới cứ ác bây giờ làm skip rồi cái chọn sao hai số tha tá và co cô thằng ọt person bảo chùm riệp tôi ba tới còn là sao rồi có nhồi tí nó cứ việc cô thằng tỷ còn tay bờ to chẳng du từ tiết vía có ai cao tông sông khu chừng nâng ba tới cứ chọn kháng chừng nâng vì riệp tích nhưng ba tới đi thay là sao mơ tới đi hẳn còn là đăng ở làm tại chọn bên này vì ọt chọn kháng này còn đây bữa sau này vì riệp lớn nâng cứ nâng chọn kháng chẳngបញ្ហានេះគឺកើតឡើងទៅតាមតួលោហៈនៃឧបករណ៍ប្រើប្រាស់របស់យើងច្រើនមែនទែនអញ្ចឹងខាងក្រោមនេះវាគឺជាមូលហេតុចម្បងមួយចំនួនដែលខ្ញុំនឹងលើកឡើងថាតើវាកើតឡើងដោយសារអីអញ្ចឹងទី1ខ្ញុំចង់បញ្យល់គ្នាយើងថាអានេះគឺជា stray voltage គឺជាការជ្រាបបើយើងអាចនិយាយស្រួលស្ដាប់បានន័យថាតង់សុងវែងក៏បានដែរនៅក្នុងករណីមួយចំនួនដូចជាឧទាហរណ៍ករណីទី1ដូចជាករណីខ្សែ node កើន resistance node កើន resistance នេះសំដៅលើការជ្រើសរើសខ្សែ node មិនបានត្រឹមត្រូវឬក៏ការដាច់ខ្សែ node ធូររលុងការចាប់ខ្ចៅមិនបានត្រឹមត្រូវធ្វើកើន resistance អញ្ចឹងចរន្តដែលវារត់ទៅកាន់ពីខាង pha ទៅចូលគ្រឿងទស្សន៍ហើយត្រូវរត់ត្រឡប់មកកាន់ខាង node វិញនៅពេលដែលវារត់មកមិនបានត្រឹមត្រូវរត់មកមិនបានល្អហ្នឹងវាត្រូវរកផ្លូវផ្សេងរត់ទៅដីដើម្បីរកផ្លូវផ្សេងរត់មកព្រោះចរន្តតែវាទៅពីខាង pha ត្រូវចេញមកវិញតាមខាង node ហើយដល់ពេល node ហ្នឹងស្ទះទៅមិនរួចអញ្ចឹងវារកផ្លូវផ្សេងរត់ដល់ពេលរកផ្លូវផ្សេងរត់ទៅវាក៏ជ្រៀតមកបន្តិចតាមតួលោហៈនឹងឯងអញ្ចឹងធ្វើឲ្យយើងប៉ះទៅមានអារម្មណ៍ថា skip ឆក់ហើយនេះគឺជាកត្តាទី1កត្តាទី2នោះគឺពាក់ព័ន្ធទៅនឹងខ្សែដីជួនណាមានខ្សែដីករណីនេះបើមានខ្សែដីហើយគឺរត់ទៅដីហើយវាអត់មានមកប៉ះតួអគ្គិសនីតួលោហៈនឹងទៀតទេប៉ុន្តែខ្សែដីយើង resistance ខ្ពស់ពេកការជ្រើសរើសខ្សែដីមិនបានត្រឹមត្រូវឬក៏ការបុកមិនបានត្រឹមត្រូវឬក៏ការកើនឡើងនៃចំនួនអូមនៃខ្សែដីហ្នឹងធ្វើឲ្យរត់ទៅមិនបានដូចគ្នាអញ្ចឹងវាក៏សាយភាយបានបើយើងនិយាយស្ដាប់ចរន្តឲ្យតង់សងវង្វេងវារត់ទៅណាមិនរួចវាជ្រាបមកអាតួលោហៈនឹងឯងអញ្ចឹងវាក៏ធ្វើឲ្យមានបញ្ហាអស់នឹងអញ្ចឹងកត្តានេះគឺវាធ្វើឲ្យមានតង់សងវង្វេងឬក៏តង់សងជ្រាបហ្នឹងវាមកកាន់តួលោហៈហ្នឹងឯងតង់សងនោះភាគច្រើនត្រឹមតែ10វ៉ុលអីទេអញ្ចឹងវាអាចមានអារម្មណ៍ skip ប៉ុន្តែបញ្ជាក់ណាប្រសិនបើលើសលប់ជាងនេះវានឹងធ្វើឲ្យឆក់យើងខ្លាំងបើជ្រាបខ្លាំងប៉ះទៅគឺឆក់បើជ្រាបតិចប៉ះទៅគ្រាន់តែ skip នឹងឯងអញ្ចឹងដើម្បីកែប្រែវាកត្តាទី1បើសិនជាយើងមានបញ្ហាដោយការ node មិនបានល្អយើងទៅរត់ខ្ចៅមូលខ្ចៅ node នឹងឬក៏ចាប់ខ្សែ node បានត្រឹមត្រូវទៅគឺវាអូខេហើយប៉ុន្តែបើសិនជា node មានបញ្ហាអីទេគួរណាស់តែប្រើប្រព័ន្ធខ្សែដីចាប់តួលោហៈដែលជាឧបករណ៍ដែលមានបញ្ហាហ្នឹងទៅមួយខ្សែដីទៅដើម្បីឲ្យពេលចរន្តនោះពេលវាមានបញ្ហាឆ្លងមកកាន់តួលោហៈហ្នឹងគឺវាស្រូបទៅដីអស់វាអត់មកឆក់យើងអញ្ចឹងណាអាហ្នឹងគឺជាវិធីការពារដ៏ល្អប្រសើរអញ្ចឹងបញ្ជាក់ម្ដងទៀតតាមផ្ទះគេហដ្ឋានបងប្អូនទាំងអស់គ្នាគួរតែមានប្រព័ន្ធខ្សែដីដើម្បីការពារការឆក់ដោយផ្ទាល់ផងការពារអាការជ្រាបអញ្ចឹងជាយថាហេតុដែលយើងមើលមិនឃើញផងជួនណាយើងមិនបានទៅកាន់ភ្លើងផ្ទាល់ទេទៅប៉ះតួលោហៈម៉ាស៊ីនបោកខោអាវឬក៏ជាទូទឹកកកអីផ្សេងៗទៅប៉ះទៅគឺវាឆក់យើងអីចឹងណាវាជ្រាបនឹងឯងអញ្ចឹងគួរតែមានខ្សែដីដើម្បីការពារនៅខាងចុងវីដេអូនេះខ្ញុំសូមណែនាំអំពីវគ្គសិក្សាថ្មីនៅសាលា PTSE ដែលយើងបង្កើតឡើងជាពិសេសសម្រាប់សិស្សនិស្សិតក៏ដូចជាបងប្អូនអ្នកបច្ចេកទេសអគ្គិសនីដែលកំពុងតែបម្រើការងារក្នុងវិស័យអគ្គិសនីហើយប៉ុន្តែមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់ឬក៏មិនទាន់មានចំណេះដឹងផ្នែកទ្រឹស្ដីនៃបច្ចេកទេសឲ្យបានត្រឹមត្រូវតាមស្តង់ដារការងារជាបងប្អូនដែលចេះតគ្នានៅការដ្ឋាននេះជាឱកាសពិសេសសម្រាប់បងប្អូនទាំងអស់គ្នាសិក្សាវគ្គខ្លីរយៈពេលខ្លីប្រើពេលវេលាតិចនិងពេលវេលាសិក្សាបត់បែនទៅតាមពេលវេលាទំនេរជាក់ស្ដែងរបស់បងប្អូនទាំងអស់គ្នាដើម្បីបំពេញបន្ថែមនៅចំណេះដឹងផ្នែកបច្ចេកទេសក៏ដូចជាទ្រឹស្ដីមួយចំនួនពាក់ព័ន្ធទៅនឹងជំនាញដំឡើងបណ្ដាញអគ្គិសនីក្នុងអគារប្រព័ន្ធបញ្ជាម៉ូទ័រនិងបច្ចេកទេសក្នុងការគូសសីមានិងអានប្លង់ការដ្ឋានដំឡើងផងដែរក្នុងនោះផងដែរយើងក៏បានបញ្ចូលនៅមុខវិជ្ជាសំខាន់ចំនួន2គឺ
បច្ចេកទេសក្នុងការរៀបចំប្រព័ន្ធការពារសុវត្ថិភាពសម្រាប់សៀកខ្វីអគ្គិសនីក្នុងគេហដ្ឋាននិងការបុកខ្សែដីសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានផងដែរជំនាញទាំងអស់នេះគឺជាការសិក្សាទ្រឹស្ដីស្របតាមស្តង់ដារថ្នាក់ជាតិគុណវុឌ្ឍិជាតិរបស់កម្ពុជាយើងក៏ដូចជាស្តង់ដារជាតិនិងអន្តរជាតិមួយចំនួនផងដែរជាពិសេសនោះគឺជាការអនុវត្តផ្ទាល់សម្រាប់ការងារជាក់ស្ដែងនិងទ្រឹស្ដីជាក់លាក់មួយដែលអាចឲ្យបងប្អូនយកទៅប្រើប្រាស់និងបកស្រាយបាននៅក្នុងវិស័យការងារដែលជាការបង្រៀនផ្ទាល់ពីគ្រូដែលជាវិស្វករកំពុងតែបំពេញការងារជាក់ស្ដែងក្នុងវិស័យអគ្គិសនីនេះផងដែរដូច្នេះប្រសិនបើមានចំណាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់សាលា TTSE តាមរយៈព័ត៌មានផ្សេងៗដែលមានភ្ជាប់ជូននៅខាងលើអរគុណ